លក្ខខណ្ឌដែលគ្រួសារលីរបស់យើងផ្ដល់ជូនមិនអន់ជាងគ្រួសារស៊ូនោះទេមានសិទ្ធិអីមិនព្រមមកសហការជាមួយយើងអ្នកប្រុសលីសូមមេត្តានិយាយស្ដីឲ្យមានការគួរសមបន្តិចចាប់ពីថ្ងៃនេះទៅគ្រួសារហ៊ូមិនអាចមានការសហការណាមួយជាមួយគ្រួសារលីទៀតឡើយសូម្បីតែម្ដងនរណានៅខាងក្រៅជួយអញ្ជើញអ្នកប្រុសលីចេញទៅស៊ូម៉ាន់ស្វ័យឈិនហ្វានចាំមើលទៅរឿងនេះមិនទាន់ចប់ទេលោកគ្រូម្ចាស់នេះជាទឹកចិត្តបន្តិចបន្តួចពីខ្ញុំសូមលោកគ្រូមេត្តាទទួលយកផងលោកតាហ៊ូលោកបានផ្ដល់ប្រាក់រង្វាន់រួចហើយតើលោកគ្រូឆឹងការណែនាំរបស់លោកចំពោះគ្រួសារហ៊ូរបស់យើងសម្រាប់ពួកយើងគឺមានតម្លៃកាត់ថ្លៃមិនបានឡើយ3លានលោកត្រូវតែទទួលយកវាឲ្យបានលោកតាហ៊ូបើអញ្ចឹងខ្ញុំពិតជាគួរសំពេចហើយហាហាហាឈិនហ្វានថ្ងៃនេះអរគុណឯងខ្លាំងណាស់បើសិនជាមិនមែនដោយសារអញទេក្រុមហ៊ុនស៊ូស៊ីគ្រប់របស់យើងច្បាស់ជាគ្មានផ្លូវបានសហការជាមួយគ្រួសារហ៊ូឡើយប៉ុន្តែពេលនេះឯងមានលុយហើយប្រហែលជាអាចសងបំណុលចាស់អស់ហើយមែនទេរៀបចំខ្លួនចាក់ចេញហើយមែនទេពេញមួយពេលដែលនៅក្រុមហ៊ុនស៊ូស៊ីគ្រប់អំឡុងពេលនេះគូប្រេងក៏នៅមិនទាន់លេចមុខមកទៀតឬមួយក៏ខ្សែបុកវេរបស់ខ្ញុំប្រហែលជាបានចាក់ចេញទៅបាត់ជាយូរណាស់មកហើយបើទៅជាបែបនេះបើអញ្ចឹងខ្ញុំក៏គួរតែទៅដូចគ្នាមិនអីទេបើឯងចង់ទៅខ្ញុំក៏មិនខាត់ឯងដែរថ្ងៃស្អែកខ្ញុំនឹងឲ្យផ្នែកកណេឲ្យរបស់ក្រុមហ៊ុនទូទាត់ប្រាក់ឈ្នួលចុងក្រោយរបស់ឯងឲ្យបានគ្រប់ចំនួនឬមួយក៏ស៊ូម៉ាន់ស្វ័យគឺជាគូប្រេងរបស់ខ្ញុំអាហាសឈិនហ្វានលក្ខខណ្ឌដែលគ្រួសារលីរបស់យើងលោកស្រីស៊ូរឿងមិញហ្នឹងខ្ញុំគ្រាន់តែនិយាយលេងទេលុយដែលជំពាក់ខ្ញុំអាចសងពេលណាក៏បានដែរប៉ុន្តែរយៈពេលនេះបាននៅក្បែរលោកស្រីស៊ូខ្ញុំមានអារម្មណ៍ថាមិនអន់ទេអញ្ចឹងហើយទើបខ្ញុំមិនទាន់ទៅណាលោកនិយាយមែនទេលោកព្រមនៅបន្តពិតមែនឬលោកស្រីស៊ូមិនចង់ឲ្យខ្ញុំទៅថ្នាក់ហ្នឹងតើឲ្យខ្ញុំដាច់ចិត្តចោលលោកស្រីស៊ូយ៉ាងម៉េចទៅទ្រាំនៅសិនទៅចុះអញ្ចឹងលោកនៅចាំអីទៀតមិនប្រញាប់ទៅបើកឡានទៀតពួកយើងត្រឡប់ទៅក្រុមហ៊ុនវិញបាទអញ្ជើញលោកស្រីស៊ូខ្ញុំមានកូនបែបនេះបានយ៉ាងម៉េចអាមនុស្សឥតបានការឲ្យឯងទៅចាត់ការស៊ូម៉ាន់សៀឯងនៅតែចាត់ការមិនបានទៀតថែមទាំងហ៊ានទៅអន់ចិត្តជាមួយត្រកូលហ៊ូទៀតអាថោកទៀតរឿងនេះពិតជាមិនមែនមកពីខ្ញុំអន់នោះទេបើចង់បន្ទោសគឺត្រូវបន្ទោសស៊ូម៉ាន់សៀនិងអាម្នាក់ការពារដែលនៅក្បែរនាងនោះវាមិនត្រឹមតែមានក្បាច់គុណខ្ពស់នោះទេថែមទាំងត្រូវបានត្រកូលហ៊ូអញ្ជើញធ្វើជាភ្ញៀវកិត្តិយសទៀតផងគឺដោយសារតែវាទៅត្រកូលហ៊ូព្រមសហការជាមួយត្រកូលស៊ូគ្រាន់តែជាអ្នកការពារម្នាក់តើអាចធ្វើភ្លៀងអីបានហ៊ានមករករឿងត្រកូលលីរបស់យើងទោះមានត្រកូលហ៊ូបង្អែកក៏ត្រូវតែស្លាប់ដែរលោកហ្វឺងបន្តិចទៀតនាំមនុស្សទៅចាត់ការអាប្រុសម្នាក់នោះទៅលោកម្ចាស់ចង់ចិត្តចោះពីថ្ងៃមុននេះខ្ញុំទើបតែទម្លុះដល់អ្នកយុទ្ធលំដាប់ទី4ការកំចាត់វាគឺងាយដូចបកចេកអញ្ចឹងឈិនហ្វាននឹកស្មានមិនដល់ថាឯងមានសមត្ថភាពគ្រាន់បើដែរតើហ៊ានរហូតដល់ជួយលោកស្រីស៊ូយកការសហការពីត្រកូលហ៊ូមកបានគ្រាន់តែជារឿងបន្តិចបន្តួចប៉ុណ្ណោះពិតមែនហើយការសហការជាមួយត្រកូលហ៊ូលើកនេះពួកយើងត្រូវតែមើលម៉ាត់បំផុតមិនអាចឲ្យមានកំហុសសូម្បីតែបន្តិចឡើយខ្ញុំនឹងតាមដានរឿងនេះដោយផ្ទាល់អូលោកប្រុសលីនាំមនុស្សមកច្រើនម្លេះមកសងសឹកមែនទេមិនក៏នាំមកតែម្នាក់អញ្ចឹងលោកស្រីស៊ូមកម្នាក់ឯងទេប៉ុណ្ណឹងមិនទាន់ទាំងរំភើយក្មេងខ្ញុំផងឈិនហ្វានពួកឯងតែងតែមកបង្កការរំខានដល់រឿងល្អរបស់ត្រកូលលីយើងថ្ងៃនេះកាន់នីមួយនេះត្រូវតែទូទាត់គ្នាហើយលោកម្នាក់នេះគឺលោកពូហ្វឺកំពូលអ្នកប្រយុទ្ធលំដាប់ទី4បើក្រឡេកមើលពេញមួយក្រុងលូចឹងនេះមនុស្សដែលអាចទប់ទល់នឹងការវាយប្រហារ3ក្បាច់របស់លោកពូហ្វឺបានរាប់ម្រាមដៃតែម្ខាងក៏នៅសល់ដែរខ្ញុំហ៊ានធានាថាថ្ងៃនេះនៅឆ្នាំក្រោយនឹងក្លាយជាថ្ងៃខួបស្លាប់របស់ឯងស៊ូម៉ាន់សៀចាំពេលលោកពូហ្វឺចាត់ការឈិនហ្វានរួចរាល់ហើយខ្ញុំនឹងទៅកំដរនាងដើរលេងឲ្យសប្បាយបន្តទៀតហាហាហាឈិនហ្វានឯងត្រូវតែប្រយ័ត្នខ្លួនឲ្យមែនទែនលោកពូហ្វឺគឺជាអ្នកដើរតាមចាស់ម្នាក់របស់ត្រកូលលីដែលត្រូវបានចិញ្ចឹមបីបាច់អស់រយៈពេលជាច្រើនឆ្នាំមកហើយស្នៀតគុណរបស់គាត់មិនមែនលំដាប់ធម្មតាឡើយកំពូលអ្នកប្រយុទ្ធលំដាប់ទី4នៅចំពោះមុខខ្ញុំសូម្បីតែសម្រាមក៏មិនស្មើផងអាទើបនឹងដុសស្លាប់នេះក្រអើតក្រទុំខ្លាំងណាស់ចង់រកកន្លែងស្លាប់មែនទេមកថយចេញទៅក្មេងល្អឯងមានសមត្ថភាពកម្រិតណាទៅដល់ថ្នាក់អាចវាយយើងឲ្យខ្ទាតបានឯងមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីដឹងនោះទេមកនេះលុតជង្គង់ចុះតើរឿងនេះអាចទៅរួចយ៉ាងម៉េចទៅកាលពីលើកមុននៅត្រកូលហូខ្ញុំបានផ្ដល់ឱកាសឲ្យលោកប្រុសលីម្ដងរួចមកហើយលោកប្រុសលីមិនចេះដឹងគុណហើយថែមទាំងហ៊ានមកបង្ករឿងជាមួយខ្ញុំទៀតអញ្ចឹងក៏មិនបាច់លោកគ្រូជីវិតបន្តទៀតឡើយមិនមែនទេលោកតាហ្វៀនសុំទោសបាទសុំទោសគឺមកពីខ្ញុំមានភ្នែកតែមើលមិនស្គាល់ភ្នំថៃសានមើលស្រាវមនុស្សពូកែទៅថ្ងៃមុខខ្ញុំមិនហ៊ានបង្ករឿងជាមួយលោកនិងលោកប្រធានស៊ូទៀតទេលើកនេះសូមលោកមេត្តាលើកលែងទោសឲ្យខ្ញុំផងចុះឈិនហ្វានកុំរំជើបរំជួលអីលីពីវម្នាក់នេះជាកូនប្រុសតូរបស់ត្រកូលលីណាបើអ្នកសម្លាប់គេត្រកូលលីច្បាស់ជាសងសឹកយ៉ាងឆ្កួតលីលាមិនខានដល់ពេលនោះក្រុមហ៊ុនច្បាស់ជាក្នុងការដែលលោកប្រធានស៊ូបាននិយាយទៅហើយអញ្ចឹងខ្ញុំនឹងកាត់ជើងទាំងសងខាងរបស់ឯងជំនួសវិញឯងមិនប្រញាប់នាំចៅហ្វាយរបស់អ្នកឯងចេញទៅទៀតថយចេញទៅអរគុណលោកគ្រូឈិនពួកយើងទៅឥឡូវនេះហើយទៅលឿនឡើងលោកឈិនហ្វានអ្នកពិតជាពូកែមែន
លោកតាហូវៀនម្នាក់នេះជាអ្នកគុណកម្រិតទី4ប៉ុន្តែសូម្បីតែបាតដៃរបស់អ្នកមួយក្បាច់ក៏គេទទួលមិនរួចដែរនៅលើលោកនេះប្រហែលជាគ្មាននរណាអាចធ្វើជាគូប្រកួតរបស់ខ្ញុំឡើយអួតណាស់សរសើរបន្តិចបន្តួចក៏ឡើងចាំងដែរលោកឈិនហ្វានលើកនេះពិតជាធ្វើឲ្យអ្នកខាត់បង់មិនតិចទេប្រសិនបើគ្មានអ្នកទេខ្ញុំនឹងជឹងច្បាស់ជាធ្លាក់ក្នុងគ្រោះថ្នាក់ហើយលោកប្រធានស៊ូគួរសំពេចហើយប៉ុន្តែអ្នកកុំបារម្ភអីខ្ញុំមិនបណ្ដោយឲ្យអ្នកជួយដោយទេឡើយលើកនេះខ្ញុំនឹងបន្ថែមប្រាក់រង្វាន់ឲ្យអ្នក 50,000 យួនទៀតហា